ទៅផ្សារព្រឹកមិញក៏ទិញត្រីឆ្ពិនគេបាន2ហើយត្រីផ្ទក់បាន1បងប្អូននិយាយថាល្អចាហើយបើកទូមហោបន្លែគឺឃើញមានល្ហុងមួយអីចុះបងប្អូនចាហើយត្រីផ្ទក់វិញគឺនាងខ្ញុំកាត់កង់ចេះឯងបងប្អូនហើយនឹងត្រីឆ្ពិនវិញគឺខ្ញុំប្រឡាក់រ៉ូឌីបន្តិចទៅដើម្បីយើងយកទៅកំពងអីចុះបងប្អូនចាថ្ងៃនេះហើយល្ហុងនេះខ្ញុំសាប់ចេះឯងបងប្អូនហើយយើងដើរទៅបេះជីម្រះព្រៅម្រះអីចឹងបងប្អូនចានេះគ្រឿងផ្សំខ្ញុំថ្ងៃនេះគឺចង់ជៀនត្រីឆ្ពិនជាមួយម្ជូរអំពិលទៅហើយនឹងស្លម្ជូរល្ហុងអីមួយមុខទៀតទៅបងប្អូនចាំថ្ងៃនេះរៀងចង់ផ្ដាសាយសាប់មាត់សាប់កក៏នឹកឃើញថាស្លម្ជូរក្តៅជូរហត់អីចឹងទៅបងប្អូនចានិយាយថាហត់ទៅស្លាប់ពងកល្អណាស់បងប្អូនអើយហើយបាយខ្លាញ់របស់ខ្ញុំក្តៅហើយខ្ញុំដាក់កំប៉ុងត្រីចោលអីចឹងទៅហើយយើងមកស្លអីចឹងទៅបងប្អូនចាថ្ងៃនេះល្ហុងរៀងល្ហុងពងមាន់អីចឹងចាហើយបន្លែនេះគឺខ្ញុំសាប់វាចេះឯងហើយយើងមកបុកអំពិលយើងសម្រាប់ញ៉ាំជាមួយត្រីចៀនអីបងប្អូនចាអំពិលបុកខ្ញុំងាយទេដាក់តែស្ករប៊ីចេងអំបិលបន្តិចទៅហើយរ៉ូឌីបន្តិចទៅបាយមើលសឡរបស់ខ្ញុំក៏ឆ្អិនហើយខ្ញុំបង់ជីម្រះព្រៅទៅបងប្អូនចាថ្ងៃនេះគឺថាលឿនហើយត្រីឆ្ពិនចៀនរបស់ខ្ញុំក៏ឆ្អិនដែរតែបាត់កតុយមកកណាត់បាត់ហើយបងប្អូនចាគេអ្នកសុំភ្លក់កតុយមកកណាត់បាត់ទៅហើយចាហើយមហូបបាយជាមួយនាងខ្ញុំទាំងអស់គ្នាណាបងប្អូនមកបងប្អូនមកពិសាបាយមួយនាងខ្ញុំថ្ងៃនេះបានត្រីឆ្ពិនចៀនជាមួយបងពិលហើយសឡំជូរល្ហុងថ្ងៃនេះរៀងសាប់មាត់សាប់កចង់ញ៉ាំស្លថាជូរអីចឹងណាឆាមកល្អត្រីនេះចៀនបាត់កតុយមកកណាត់បាត់ស្មានត្រីឆ្ពិនសាច់នឹងផ្អែមយើងដាក់ទៅឌីតិចមកយើងដាក់ស្ករបន្តិចបានហើយជៀនដល់ចាប់ជាតិញ៉ាំស្រួយដាក់ជាមួយអំពិលចឹងទៀតមក